បាទជំរាបសួរបងប្អូនទាំងឡាយនៅក្នុងបណ្ដាញសង្គមបាទបងប្អូនដោយសារថ្ងៃសៅរ៍ថ្ងៃអាទិត្យអ៊ីនធឺណិតវាដើរអត់កើតបងប្អូនដូច្នេះហើយខ្ញុំមក live ថ្ងៃនេះវិញបងប្អូនហើយបងប្អូនបាច់មើលទេដល់ពេលខ្ញុំកំពុង live អញ្ចឹងបងប្អូនទុកចោលទៅណាចាំតនេះចាំបងប្អូនបើកស្ដាប់លេងទៅខ្ញុំចែកម្លែកជូនបងប្អូនពីវិជាពេទ្យបុរាណខ្មែរយើងដែលប្រើប្រាស់ទៅគឺមានប្រសិទ្ធភាពនៅពេលដែលយើងអនុវត្តរឿយដូចដែលព្រះអរហន្តទាំងឡាយនៅក្នុងជំនឿព្រះសម្មាសម្ពុទ្ធនោះក៏ព្រះអង្គធ្លាប់ធ្វើទៅវាមានភាពជោគជ័យច្រើនខ្ញុំបើករមត់ទាំងឃើញនឹងឮសំឡេងនឹងអត់ទេនៅក្នុងបណ្ដាញសង្គមអញ្ចឹងបងប្អូនទុកចោលទៅចាំបាទលឺហើយណែមុនពេលជម្រាបជូនបងប្អូនអំពីនាងឡាគិរីនោះខ្ញុំសូមជម្រាបជូនបងប្អូនពីវិជាពេទ្យបុរាណខ្មែរយើងគឺមានប្រើប្រាស់យូរយារណាស់មកហើយបងប្អូនណាគឺមានតាំងពីចំនួនមុនគឺដូចជាចំនួនមុនព្រះបាទជ័យវរ្ម័នទី7គឺប្រើវិជាពេទ្យក្លឹងហៅថាក្លឹងនោះមានតាំងពីប្រមាញ់មានតាំងស្អីផ្សេងច្រើនហើយដោយសារបន្តមកទៀតព្រះអង្គបានធ្វើការផ្លាស់ប្ដូរព្រះបាទជ័យវរ្ម័នទី7ណាធ្វើការផ្លាស់ប្ដូរពីណែក្លឹងមកព្រះពុទ្ធសាសនាគឺបែបពុទ្ធនិយមនេះឯងបែបពុទ្ធនិយមគឺប្រើប្រាស់យន្តនិងមន្តអាគមដូច្នេះយើងឈប់ជជែកវែកញែកគ្នាថាយេប្រមាញ់យេប្រពុតណែទាំងពីរនេះគឺសង្គ្រោះដូចគ្នាទេបងប្អូនសង្គ្រោះបានឬមិនបានបងប្អូនអាស្រ័យលើឧបនិស្ស័យព្រះសម្មាសម្ពុទ្ធធ្លាប់សម្ដែងថាម៉េចដែលថាព្រះមហាមុគលានមានឧបនិស្ស័យព្រះមហាទេវទត្តអត់មានឧបនិស្ស័យទេដូច្នេះនៅតែតាមសម្រាប់ព្រះជនិតនោះនេះហើយគេថាឧបនិស្ស័យដូច្នេះបងប្អូនជជែកវែកញែកគ្នាថាល្ងងថាភ្លើថាស្អីថាទៅប៉ុន្តែបងប្អូនត្រូវបែងចែកថាតើការសម្ដែងដែលឆ្លាតនោះតើអាចជួយពួកគាត់ដែលល្ងងនឹងបានទេតែជួយមិនបានផងហ្នឹងហើយបើជួយមិនបានខំថាគាត់ទៅអីថាទៅឲ្យតែឲ្យគាត់ភ្ញាក់ខ្លួនប៉ុន្តែគាត់មិនភ្ញាក់ទេវាជារឿងឧបនិស្ស័យដូចព្រះមហាមុគលានដូចព្រះមហាទេវទត្តអញ្ចឹងមានអ្នកណាទៅធ្វើឧបនិស្ស័យទេវទត្តមហាទេវទត្តនឹងឲ្យស្ដាប់ព្រះសម្មាសម្ពុទ្ធបានទេអត់ទេព្រះសម្មាសម្ពុទ្ធទៅទឿនមហាទេវទត្តនៅយ៉ាងម៉េចក៏ដោយក៏អត់ដែលគឺនៅតែជំនះតាមសម្រាប់ព្រះសម្មាសម្ពុទ្ធដើម្បីយកតំណែងធំណាស់បាទតំណែងព្រះពុទ្ធសាសនាធំណាស់មិនងាយទេដូច្នេះបងប្អូនទស្សនាសូមកុំចុច comment សូមកុំចុច like ណាបងប្អូនសូមអធិស្ឋានវាណែមិនខ្ញុំចិត្តអាក្រក់ទេគឺណែរំខានណាបងប្អូនសូមអធិស្ឋានផងណែដូច្នេះហើយមហាទេវទត្តនិងមហាមុគលានគឺខុសគ្នាដូច្នេះឯងដូច្នេះបងប្អូនត្រូវមិនបាច់បែងចែកថាអត់ស្ដាប់នៅល្ងងណាស់វាទៅប្រើយន្តនិងមន្តអាគមណែអានោះបងប្អូនថាបានប៉ុន្តែខ្ញុំអត់ខ្ញុំបានបែងចែកថាមិនត្រូវជីព្រោះទេពីព្រោះដូចខ្ញុំលើកមិញអញ្ចឹងមហាទេវទត្តនិងមហាមុគលានអញ្ចឹងពួកគាត់ស្ដាប់មិនបានគាត់ប្រើប្រាស់យន្តនិងមន្តអាគមនេះដូចខ្ញុំពាក្យនេះណាខ្ញុំធ្វើសម្រាប់បង្ហាញពាក្យនេះគឺសេកយន្តនិងមន្តអាគមព្រះសម្មាសម្ពុទ្ធសុទ្ធសាធអត់មានប្រមាញ់ទេអ្វីត្បិតតែមើលទៅស្រដៀងប៉ុន្តែវាជាវិជាពេទ្យបុរាណខ្មែរយើងគឺប្រើប្រាស់បែបហ្នឹងហើយដែលបានថាប្រើប្រាស់បែបហ្នឹងខ្ញុំមានឯកសារច្រើនណាស់ដែលបញ្ជាក់ប្រាប់ថា
នេះជាពេទ្យបុរាណខ្មែរយើងមានរាប់ពាន់ឆ្នាំមកហើយមិនមែនតែមាននេះទេប្រើតាំងពីព្រះបាទជ័យវរ្ម័នទី7រហូតតមករហូតដល់សប្តាហ៍ថ្ងៃប្រហែលជា1000ឆ្នាំបាត់ហើយបងប្អូនមែនទេបាទ1000ខ្ញុំថា1000បាត់ហើយពីព្រោះខ្ញុំដាក់នេះចិត្តតិចដើម្បីស្រួលលឺខ្ជិលស្រែកលឺស្រោបទៅវាលឺល្អហើយព្រះបាទជ័យវរ្ម័នទី7កាលនោះកើតមន្ទីរពេទ្យរហូតដល់ទៅ102មន្ទីរពេទ្យ102មន្ទីរពេទ្យគឺប្រើប្រាស់យន្តនិងមន្តអាគមព្យាបាលបែបនេះឯងមិនមែនឥឡូវយើងថាយន្តមន្តអាគមខ្លះធ្វើឲ្យហើមដៃហើមជើងហើមស្មាតោបងប្អូនហើមពងហ្នឹងគេហៅថាពងអញ្ចឹងច្បាស់អញ្ចឹងណាហើមពងហើមមាត់បងប្អូនដែលធ្លាប់ជួបធ្លាប់ឮគេនិទាននេះឮផ្ទាល់នឹងតិចឮផ្ទាល់នឹងភ្នែកឮផ្ទាល់ខ្ញុំឃើញនឹងឯកសារនេះគឺគេដាក់ឲ្យហើមនេះហើមអាកឡតេនហ្នឹងនៅចំនួនលោកតាយូនូនហ្នឹងគាត់អត់ដឹងគ្រូដូចគ្នាប៉ុន្តែគេចេះគ្រូហ្នឹងគឺគ្រូខ្ញុំហៅគ្រូហ្នឹងគ្រូពេទ្យបុរាណខ្មែរយើងហ្នឹងដែលគ្រូយើងហៅថាគ្រូខ្មែរហ្នឹងគឺគាត់ធ្វើឲ្យហើមគ្រូខ្មែរគ្រូពេទ្យខ្មែរមួយទៀតដែលគាត់អត់ដឹងហុចមលូឲ្យទទួលទានហ្នឹងនៅពេលដែលទៅសង្គ្រោះនៃស្ត្រីសម្រាលកូនអត់រួចរយៈពេល3យប់3ថ្ងៃហ្នឹងគឺទៅសូត្រគាថារបស់ព្រះសម្មាសម្ពុទ្ធតែមួយ3ចប់ទេគឺប្រសូតបុត្រយ៉ាងធូរនេះជាឧបនិស្ស័យណាបងប្អូនឧបនិស្ស័យគឺបែបហ្នឹងឯងចង់និយាយថាឧបនិស្ស័យបើជាគឺជាបើមិនជាគឺត្រូវតែស្លាប់ដូចជាព្រះមហាមកលៀននិងព្រះមហាទេវទត្តចឹងអត់ស្លាប់ទេមហាទេវទត្តប៉ុន្តែមហាទេវទត្តនៅតែស្ដាប់ស្អីក៏មិនបានស្ដាប់ស្អីមិនបានរហូតដល់ជរាស្លាប់ខ្លួនឯងនេះបើសិនតែយើងអត់មានឧបនិស្ស័យគឺយើងជាគ្រហស្ថធម្មតាគឺចប់មានតែប៉ុណ្ណឹងមានតែស្លាប់និងសកលហ្នឹងគឺមានន័យថាជាមនុស្សរុក្ខជាតិហ្នឹងឯងដូចជានាងស្អីនាងបដាចាហ្នឹងមនុស្សរុក្ខជាតិហ្នឹងប៉ុន្តែនាងបដាចាមានឧបនិស្ស័យជាមួយព្រះសម្មាសម្ពុទ្ធសម្ដែងធម៌នៅក្នុងក្រមដើមពោធិ៍នៅស្អីនៅកោះស្អីគេស្រាប់តែស្ដាប់បានជាបងប្អូនឃើញទេនេះជាឧបនិស្ស័យដូច្នេះខ្ញុំមុននឹងលើកយកមកគឺវិជាពេទ្យបុរាណខ្មែរយើងបានប្រើប្រាស់រុក្ខជាតិជាឱសថថ្នាំខ្ញុំបានសរសេរសង្ខេបជូនដូច្នេះខ្ញុំរំលឹកជូនបងប្អូនដោយសារតែបងប្អូនខ្លះស្ដាប់ខ្លះស្ដាប់មិនទាន់បានស្ដាប់ខ្លះស្ដាប់ទៅហើយនៅក្នុងសាត្រាស្លឹករឹតយើងបានចែងច្បាស់ណាស់នៅក្នុងសិលាចារឹកហ្នឹងគឺជាផុសតាងគឺជាមធ្យោបាយរបស់ពេទ្យបុរាណខ្មែរយើងគឺប្រើប្រាស់រុក្ខជាតិទី2គឺទ្រឹស្ដីព្យាបាលទី3គឺអាការៈរោគគាត់ស្គាល់ណាទី4គឺចេះពីរបៀបសំថ្នាំទី5គឺចេះពីក្បួនហោរាសាស្ត្របងប្អូនមានអីមានតាំងពីហុងស៊ុយតាទោះទាយកាមេកាគុណគូកាស្អីទាំងអស់នឹងគឺជាហោរាសាស្ត្រមិនថាវិជាប្រទេសពេទ្យណាទេពេទ្យប្រទេសណាក៏គេប្រើដែរបងប្អូនណាមិនមែនជារឿងដែលខ្ញុំធ្លាប់ឃើញឯកសារគេថាហូរចូលប៉ុន្តែបើសម្រាប់ខ្ញុំគិតអញ្ចេះថាវាមិនមែនជាការហូរចូលទេវិជាពេទ្យគឺជាវិជាពេទ្យសកលសម្រាប់មនុស្សជាតិព្យាបាលមនុស្សជាតិដូច្នេះមិនមែនជារឿងការហូរចូលទេដូចជាក្លឹងដូចជាប្រមាញ់អីមិនមែនជាការហូរចូលទេគឺជារឿងពេទ្យដែលត្រូវសមាហរណដើម្បីព្យាបាលឥឡូវខ្ញុំលើកណែកាកបាទក្រហមចេះកាកបាទក្រហមតើកាកបាទក្រហមរើសទេអត់រើសទេបែងចែកមិនរើសថាអ្នកណាអ្នកណីគឺគេបែងចែកជាអំណោយឲ្យតែជត់ឲ្យជាជួបគ្រោះទុរភិក្សគឺវាជាកាកបាទក្រហមនឹងគឺជាកាកបាទអន្តរជាតិនេះគឺជាមន្ទីរពេទ្យនេះគឺពេទ្យរបៀបនេះគឺពេទ្យអន្តរជាតិដូចគ្នាបងប្អូនយល់ថាអញ្ចឹងខ្ញុំយល់គឺអញ្ចឹងដោយសារវិជាពេទ្យនេះគឺយើងឃើញយើងប្រើប្រាស់សពថ្ងៃចិនជំនួយតាំងពីឆ្នាំកូវីដឆ្នាំស្អីខ្ញុំឲ្យយើងឃើញវិជាពេទ្យបុរាណវិជាពេទ្យសម័យគេ corporate គ្នាគេ corporate គឺមានឯសហការឬក៏ស្អីគឺថាសមាហរណកម្មប្រើប្រាស់នឹងឯងនេះហើយគេថាដោយសារតែនេះហើយទើបខ្ញុំសន្និដ្ឋានថាវិជាពេទ្យបុរាណគឺមិនមែនជាការហូរចូលទេគឺជាការសម្ាច់ច្បាច់
ในការសង្គ្រោះមនុស្សជាតិទូទាំងពិភពលោកឯការដណ្ដើមគ្នារឿងស្អីខ្ញុំអត់ដឹងទេនេះគឺជាការសមហេតុសមផលសម្រាប់ខ្ញុំទេបងប្អូនគិតយ៉ាងម៉េចគិតទៅហើយទីចុងក្រោយនេះគឺប្រើវេទមន្តនេះបងប្អូនណានេះឃើញប្រើវេទមន្តនេះឯការប្រើវេទមន្តនេះគឺមានពីរបែបការព្យាបាលហ្នឹងព្យាបាលទៅលើការប្រើប្រាស់ទ្រឹស្ដីឃើញព្រះសម្មាសម្ពុទ្ធសម្ដែងជាទ្រឹស្ដីសម្ដែងជាធម៌សម្ដែងជាអីថាកម្មណាកម្មនោះដូចគ្នាដូច្នេះយោគាថារបស់ព្រះសម្មាសម្ពុទ្ធមកបញ្ចុះមកសែកកម្មណាកម្មនោះដូចគ្នាដូច្នេះបងប្អូនឈឺឃើញអ្នកណាជួយបានទេអត់ជួយបានទេឈឺធ្ងន់ណាគឺប្រឹងជួយខ្លួនឯងឯយន្តនឹងមន្តអាគមគឺជួយបំពាក់ឲ្យជួយលើកនៃកម្រិតនៃការលើកដំគេហៅលើកស្អីលើករាសីនឹងមិនដឹងទេគ្រាន់តែថាលើកឲ្យយើងដឹងខ្លួនយើងប្រឹងតបទល់ខ្លួនយើងទៅគឺព្យាបាលបានដូចជាវរោះទាំង3អញ្ចឹងដូចជាព្រះមហាឥឡូវខ្ញុំលើកព្រះមហាមកលៀនងាយស្រួលស្លាប់ស្ដាប់ព្រះមហាមកលៀនណានៅពេលដែលព្រះអង្គឈឺនៅពេលដែលព្រះអង្គក្តៅកុហលកាហាយសម្លាប់រហូតដល់មេដាបៃតាខ្លួនឯងឃើញទេបងប្អូនឃើញឈឺទេអត់អាចអ្នកណាជួយបានពីក្រៅពីខ្លួនឯងទេខ្លួនលុះត្រាតែខ្លួនឯងនៅមានគេហៅថាចិត្តវិជ្ជាចិត្តរណញ្ញាណនឹងអាចស្ដាប់អាចយល់បានទើបអាចជួយបានហើយព្រះមហាទេវទត្តអាចអត់មានចិត្តមានវិញ្ញាណអីស្ដាប់ព្រះសម្មាសម្ពុទ្ធបានទេគឺដឹងតែបំបែកយកតំណែងព្រះសម្មាសម្ពុទ្ធធំឃើញទេព្រះមហាទេវទត្តបងប្អូនចេះខ្លាំងណាស់ប៉ុន្តែហេតុអីបានគេជាចង់ទៅនៅតែដណ្ដើមតំណែងព្រះសម្មាសម្ពុទ្ធពីព្រោះជំងឺប្រភេទនេះគឺដឹងតែចង់បានអត់មានចេះខ្មាស់អៀនទេបងប្អូនជឿមហាទេវទត្តអត់ចេះខ្មាស់អៀនទេណាទៅសុំព្រះសម្មាសម្ពុទ្ធនោះដើម្បីបំបែកសង្ឃព្រះសម្មាសម្ពុទ្ធថាมันអាចបំបែកបានទេណែព្រះសម្មាសម្ពុទ្ធថាណែហាមទទួលទានបែបនេះសាច់សត្វនេះវាហិនហោចចេះព្រះមហាទេវទត្តថាមិនបានទេត្រូវតែសោយត្រូវតែឆាន់ត្រូវតែហូបត្រូវតែទទួលទានណែឃើញគាត់នេះគាត់អត់ចេះខ្មាស់អៀនទេចេះណាស់បងប្អូនមហាទេវទត្តណាអាចហោះមេឃជ្រែកលើអាកាសបានដោយអភិនិហារបស់ព្រះមហាទេវទត្តយ៉ាងអស្ចារ្យបងប្អូនប៉ុន្តែដោយសារជំងឺប្រភេទធ្មប់បំពើអាបធ្មប់ហ្នឹងណាគឺអត់ចេះខ្មាស់អៀនទេបងប្អូនធ្លាប់ឃើញទេសប្ងៃឃើញមិនមែនអត់ទេអ្នកដែលយ៉ាប់យឺនបំផុតណាទៅយកដីយកស្អីគេបោះបង្គោលយកព្រំដីយកស្អីអ្នកចិត្តខាងបោះសម្រាមបោះស្អីទៅលើអ្នកចិត្តខាងជាបញ្ចោបញ្ឈឺបញ្ចោវិឆិតបញ្ឈៀងឃើញទេបងប្អូនឥឡូវបងប្អូនមិនជឿមិនមើលអាយុគាត់ខ្ទង់40ជាង50-60ហើយនៅជាបញ្ចោវិឆិតបញ្ឈៀងយកសម្រាមយកស្អីទៅបោះទៅលើផ្ទះគេឃើញគាត់លេងខ្មាស់អៀននេះហើយជាអំពើអាបធ្មប់ប្រភេទក្តៅក្រហាយហ្នឹងគេធ្វើឲ្យចុកឲ្យក្តៅឲ្យឈឺឲ្យចាប់ផ្នែកផ្លូវកាត់ផ្លូវកាយអីនៅស្អីសពគ្រប់ហ្នឹងគឺដោយសារតែជំងឺហ្នឹងហើយកាន់តែចាស់កាន់តែវេទនាផ្នែកផ្លូវមនោមយិទ្ធិនឹងខ្លាំងណាស់បងប្អូនជីវចរចង់បានគេអត់ចេះខ្មាស់គេទេឃើញទេនេះជាជំងឺប្រភេទធ្មប់ឥឡូវនេះខ្ញុំលើកយន្តនឹងមន្តអាគមបន្តទៅទៀតថាហេតុអីបានជាគេបញ្ចុះគេសែកលើយន្តនឹងមន្តគេថាទាំងឡាយដោយសារខ្ញុំរកប្រភេទផ្សេងអត់បានខ្ញុំយកតែរបស់ចាស់នេះយកមកបញ្ជាក់ជូនបងប្អូនដើម្បីឲ្យបងប្អូនមើលអានេះខ្ញុំទុកយកមកថ្មីទេណាបងប្អូននេះអានេះខ្ញុំទិញមកថ្មីទេហើយស្មាទោសអានេះឯងព្រះអង្គនេះខ្ញុំទិញមកថ្មីទេនេះគឺព្រះអង្គសួងណាបងប្អូនឃើញទេព្រះអង្គសួងនេះគឺជារបស់វិជាពេទ្យថៃគឺប្រើប្រាស់យន្តនិងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធដូចគ្នាប៉ុន្តែជាអក្សរខ្មែរយើងសុទ្ធសាធណានេះណាគឺមគ្គអឧដូច្នេះយើងអត់ថៃរបស់ថៃរបស់ខ្មែរបងប្អូនថាបានប៉ុន្តែខ្ញុំ
ខ្ញុំគន់តែជំរាបហេតុផលចេះណាណែវិជាពេទ្យបុរាណវិជាពេទ្យទាំងឡាយគឺជាវិជាពេទ្យមនុស្សជាតិមិនមែនវិជាពេទ្យរបស់គេទេមានន័យថាសង្គ្រោះមនុស្សជាតិឥឡូវយើងថាមនុស្សជាតិយ៉ាងម៉េចបងប្អូនមើលតើយើងធ្លាប់ទៅព្យាបាលនៅប្រទេសថៃទេធ្លាប់គោទឹកគោដីមកកណូជិះឡានក្រុងនៅទៅចុះនៅព្រំដែននោះដើម្បីទៅព្យាបាលនៅខេត្តសុរិនឃើញទេឃើញជាមន្ទីរពេទ្យរបស់មនុស្សជាតិទេថាគេយកលុយបើគេព្យាបាលហ្នឹងគេមិនមែនអត់យកលុយទេហើយយើងអានេះទៅយកពីថៃមកគេទិញគេមិនមែនឲ្យគេឲ្យទៅទេណាយើងយកមកព្យាបាលដូច្នេះជាសមាហរណកម្មនៃពេទ្យបុរាណមិនមែនរបស់គេរបស់យើងថារបស់ថៃខ្ចីរបស់ខ្មែរប្រើរបស់ខ្មែរពេលរបស់ថៃមិនប្រើមិនមែនទេជារឿងការចែករំលែកនៃវិជាពេទ្យអានេះបងប្អូនគិតមិនគិតទៅសម្រាប់ខ្ញុំគឺគិតបែបហ្នឹងពីព្រោះខ្ញុំស្រាវជ្រាវទៅឃើញថានៅក្នុងឯកសារគឺបញ្ជាក់ថាវិជាពេទ្យបុរាណខ្មែរយើងគឺប្រើបែបហ្នឹងដូច្នេះវិជាពេទ្យបុរាណខ្មែរហ្នឹងគឺមិនថាជារបស់អ្នកណាទេគឺជារបស់មនុស្សជាតិឲ្យតែមនុស្សជាតិឈឺហើយចង់ព្យាបាលទៅប្រទេសណាក៏បានដែរឲ្យតែមានលុយអត់បញ្ហាទេនេះគឺជាវិជាពេទ្យមនុស្សជាតិនេះប្រើប្រាស់នេះគឺយន្តនឹងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធសិក្សាបងប្អូនតេះដៀលថាណែអាដេរឆានណែអាសត្វធាតុបងប្អូនថាចោះប៉ុន្តែបងប្អូនកំពុងតែជីព្រះសម្មាសម្ពុទ្ធហើយដូចជាអ្នកអង្គមួយចង់ព្រះអង្គព្រះសង្ឃខ្លះកំពុងតែតេះដៀលព្រះសម្មាសម្ពុទ្ធយ៉ាងចាស់ដៃបងប្អូនធ្លាប់ឮបងប្អូនដៀលប្រើវិជាដេរឆានជាវិជាអបាយភូមិបាយស្អីណាគឺជាឥឡូវអ្នកណាជាអដេរឆានបងប្អូនមើលហើយសង្គ្រោះបានអត់បងប្អូនដែលឃើញព្រះសង្ឃស្មាទោសខ្ញុំលើកប្រណម្យចេះដើម្បីលើកជាឧទាហរណ៍ឲ្យបានជាក់ស្ដែងណាណែបងប្អូនដែលឃើញណែដែលព្រះអង្គដែលថាឲ្យបងប្អូនមួយចំនួនធំថាជាវិជាប្រើប្រាស់វិជាដេរឆានតើព្រះអង្គនោះទៅជួយសង្គ្រោះណែបងប្អូនបានទេថាមិនបានផងហ្នឹងហើយទ្រឹស្ដីលង្ហូរដូចទឹកហើយទៅព្យាបាលគាត់អត់តង់ជាផងណាព្យាបាលតែមួយចំនួនមួយចំនួននោះក៏អត់មិនមែនសុទ្ធសាធទេណានៅតែប្រើប្រាស់ការពាក្យការស្ដាប់នៅឡើយទេដូច្នេះបែងចែកជាពីរទៅណាបងប្អូនបែងចែកថាមួយស្ដាប់មួយពាក្យផងមួយស្ដាប់ផង3ដូច្នេះខ្ញុំរំលឹកជូនទេពីព្រោះទ្រឹស្ដីអត់អាចជួយបានទេដូចមិញអញ្ចឹងខ្ញុំលើកមកមិញអញ្ចឹងបងប្អូនលើកមិនថាម៉េចទេព្រះមហាទេវទត្តនឹងព្រះមហាមោគលានហ្នឹងព្រះមហាមោគលានស្ដាប់បានបន្តិចផងហ្នឹងឲ្យដឹងរឿងឈប់សម្លាប់ឈប់តាមព្យាបាទឈប់ស្អីសពគ្រប់សម្រាប់តាំងពីមេដាខ្លួនឯងបងប្អូនគិតមើលឲ្យទៅជួយសង្គ្រោះទៅស្ដាប់ព្រះសម្មាសម្ពុទ្ធតែបន្តិចហើយត្រាស់ដឹងជាព្រះអរហន្តភ្លាមប៉ុន្តែត្រាស់ដឹងភ្លាមមិនមែនទាន់អស់នេះទេណាបងប្អូនទាន់អស់ការឈឺចាប់ទេណានៅទេណាដូចខ្ញុំលើកពីវគ្គមុនមកអញ្ចឹងបងប្អូនទៅស្ដាប់នៅក្នុងវីដេអូចាស់ទៅឃើញហើយប៉ុន្តែវីដេអូចាស់ក៏លើកមិនអស់បញ្ហាដែរពីព្រោះខ្ញុំអត់បានសរសេរទេខ្ញុំអង្គុយនិយាយតាមការនឹកគិតពីព្រោះអត់មានពេលសរសេរទេបងប្អូននៅពេលគឺពេលមកច្រើនជាងគេគឺពេលមកលេងរៀលនឹងឯងដោយសារខ្ញុំមិនមែនអ្នករស់ស៊ីតាមរៀលតាម Facebook អីទេគ្រាន់តែថាខ្ញុំលេងទៅខ្ញុំគោរពទៅតាមគោលការណ៍ទៅគេទៅខ្ញុំចេះតែលេងជាមួយបងប្អូនទៅទេខ្ញុំចង់ឈប់ប្រហែលដងហើយ Facebook គេបិទហើយបិទអស្លាស់ទៅខ្ញុំឈប់លេងហើយខ្ជិលព្រោះអត់មានពេលអង្គុយលេងផងហើយដូច្នេះហើយបងប្អូនយើងឃើញថាបនិស័យទាំងពីរនេះមួយសម្រាប់ព្រះមួយសម្រាប់មេត្តានិងសម្រាប់ប្រជាពលរដ្ឋយ៉ាងច្រើនដើម្បីយកមករៀមដៃមកធ្វើភួងមាល័យពាក្យនេះបងប្អូននេះឃើញទេពាក្យដោយសារតែជំងឺប្រភេទនឹងគឺអត់ដឹងទេបងប្អូនធ្លាប់ឃើញទេសពថ្ងៃនេះណាជីបញ្ចោម៉ែឪបំផ្លាញទ្រព្យសម្បត្តិម៉ែឪជីប្រពន្ធកូនជីស្អីសពគ្រប់បែបយ៉ាងហ្នឹងគឺដោយសារអីដោយសារតែជំងឺប្រភេទហ្នឹងគឺធ្មប់ហ្នឹងអានេះធ្ងន់ស្ងាត់ស្រាលទៅតាមកម្រិតនៃការមើលឃើញជាក់ស្ដែងបងប្អូនឃើញហើយណាណែខ្ញុំលើកឧទាហរណ៍ចំក៏បានដែរដូចជាណាខ្លះ
ប៉ុន្តែមិនលើកទេបងប្អូនឆ្លោះគ្នាប្តីប្រពន្ធណាឆ្លោះគ្នាលេងលះគ្នាហើយនៅឌឺដងដាក់គ្នាតាមបណ្ដាញសង្គមបងប្អូនឃើញទេបងប្អូនខ្ញុំនិយាយអញ្ចឹងបងប្អូនប្រកាសជាឃើញហើយប្រកាសជាយល់ប្រកាសជាដឹងហើយឃើញទេភាគច្រើនអ្នកសម្ដែងទូទៅគឺកើតជំងឺប្រភេទធ្មប់មីងមៀងអត់សូវនេះភ្លេចមុខភ្លេចក្រោយភ្លេចនេះភ្លេចនោះភ្លេចចាប់ភ្លេចនេះភ្លេចនោះភ្លេចនោះអាហ្នឹងមិនទាន់អីទេណាបងប្អូនព្យាបាលទឿនណាទៅលើឧបនិស្ស័យទៀតបើមិនទឿនក៏คล้ายទៅជាមនំយទ្ធិមរឹកតយោដោយលោកយាយដែលខ្ញុំថតនៅក្នុងវីដេអូរបស់ខ្ញុំធ្លាប់ថតជូនបងប្អូនទស្សនានោះខ្ញុំថតមកហ្នឹងគឺដើម្បីសម្រាប់ឲ្យបងប្អូនមើលហ្នឹងគឺនៅក្នុងវីដេអូលោកយាយមួយដែលដើរតាមផ្លូវ OCIC ហ្នឹងគឺនឹងហើយคล้ายជាបែបនេះវាជាឧបនិស្ស័យតែបើចូលឧបនិស្ស័យយ៉ាងខំប្រាប់ទៅចេះប្រាប់បងប្អូនដូចជាការចែកម្លែកទេវិជាពេទ្យបុរាណខ្មែរយើងគេប្រើប្រាស់គឺព្យាបាលបានពេទ្យសម័យយើងសប្ងៃក៏ដែរយើងសប្ងៃយើងបងប្អូនខ្លះទុកចិត្តនៅពេទ្យនោះពេទ្យសរិនពេទ្យបាងកកពេទ្យបំរុងរ័ត្នបងប្អូនខ្លះនៅទុកចិត្តនៅពេទ្យកាល់ម៉ែតយើងនៅឡើយភាគច្រើនដែរណែឃើញទេនេះជាការទុកចិត្តនៃការព្យាបាលដូច្នេះលើកទៅគឺវែងបែបនេះឯងតែខ្ញុំជាការរំលឹកជូនបងប្អូនទេពីព្រោះមុនវិជាទាំងនេះគឺហាមប្រើប្រាស់ថាហាមថាជាមុនដេរេឆានពីព្រោះបើសិនតែនៅតែថាទៀតគឺបងប្អូនកំពុងតែជីព្រះសម្មាសម្ពុទ្ធហើយជាហេតុអីបានថាជីព្រះសម្មាសម្ពុទ្ធចាំខ្ញុំលើកឲ្យស្ដាប់ទី1នេះណាបញ្ចុះព្រះសូត្រព្រះអភិធម្មនិងព្រះវិន័យទាំង3គឺមគ្គអឧណាបងប្អូនណាខ្ញុំសរសេរអក្សរនេះទូចពេកនេះមគ្គនេះឃើញទេនេះមើលឃើញទេបងប្អូនហើយមគ្គអឧមគ្គគឺមានន័យថាម៉េចមគ្គគឺព្រះវិន័យទាំង5ណានេះគឺបញ្ចុះនេះណាបងប្អូនណារបស់ខ្មែររបស់ថៃរបស់ស្អីក៏ដោយឲ្យតែគេបញ្ចុះគឺបញ្ចុះអក្សរមគ្គអឧដូច្នេះយ័ន្តនិងមន្តអាគមនេះគឺរបស់ព្រះសម្មាសម្ពុទ្ធមគ្គអឧទាំង3នេះគឺបងប្អូនរៀនមកជីវិតក៏អត់ចប់ដែរឧបមាថាអាយុ40ហ្នឹងអាយុ40បាក់រៀនណា40ជាង50អីនឹងបាក់រៀនណាប៉ុន្តែបងប្អូនខ្លះគាត់ស្រួលរៀនណាស់គាត់ថាស្រួលរៀនទៅវិញនេះគឺដោយសារអីគឺដោយសារប្រភេទជំងឺខុសគ្នាមួយរៀនចូលមួយរៀនមិនចូលគឺដោយសារខ្ញុំលើកទេវទត្តនិងមុខលានដូចគ្នាប្រហែលមហាទេវទត្តរៀនចូលហើយអត់ចូលទេរៀនតែខ្លួនគាត់ហ្នឹងចេះតែខ្លួនគាត់ហ្នឹងហើយដើរព្យាបាទតែព្រះសម្មាសម្ពុទ្ធឯមហាមុខលានរៀនតាមព្រះមហាព្រះមករៀនតាមព្រះសម្មាសម្ពុទ្ធហ្នឹងឯងរៀនយល់រៀនចេះរៀនអីទៅគឺខ្លាយជាព្រះអរហន្តហ្នឹងឯងដូច្នេះបងប្អូនជីថាព្រះដេរេឆានមិនដេរេឆានអីក៏ដោយបងប្អូនត្រូវតោងយល់ថាវាជាវិជាពេទ្យបុរាណខ្មែរយើងប្រើមុននឹងគាថារបស់ព្រះសម្មាសម្ពុទ្ធយើងសុទ្ធសាធមិនមែនប្រើរបស់ប្រមាញ់ទេអ្វីត្បិតតែមើលទៅមិនមែនប៉ុន្តែខ្ញុំដូចលើកមិញអញ្ចឹងថាតើទ្រឹស្ដីដែលហូរដូចទឹករបស់ព្រះសង្ឃទាំងឡាយដែលតេះដៀលព្រះដែលតេះដៀលថាមុនវិជាដេរឆានហ្នឹងតើអាចសង្គ្រោះបានទេសង្គ្រោះមិនបានប៉ុណ្ណឹងហើយអានេះគឺអាចសង្គ្រោះគាត់បានមែនរួចចាក់ផុតទុកភ័យខ្លាចផុតស្លាប់ឯផុតអារឿងស្លាប់អនាគតវាត្រូវតែស្លាប់ហើយមិនមែនគៀសផុតទេអានោះគឺព្រះអង្គសម្ដែងចឹងមែនប៉ុន្តែអារឿងសង្គ្រោះដែលមានទុកនេះដូចលោកយាយវិសាខានេះលោកយាយវិសាខាឃើញមានទុកឯងមានលោកស្រីវិសាខាជាព្រះមហាឧបាសកជាព្រះមហាជាព្រះអរហន្តមួយព្រះអង្គដែរហើយព្រះលោកយាយចៅស្លាប់ហើយលោកយាយយំដើរកាត់ទឹកកាត់ផុកទៅរោព្រះសម្មាសម្ពុទ្ធឲ្យភ្លៀងសស្រេចសម្ពុទ្ធទឹកជោកអាដែងនៅជំនឿឥណ្ឌាគេរុំចេះរុំហើយមកកណាត់ប្រហែលជាចូលមកកៃ
1 គីឡូមិនដឹងខ្ញុំដើរទៅរកព្រះសម្មាសម្ពុទ្ធអើយព្រះអង្គអើយព្រះអង្គចៅរបស់ទូលគុំខ្ញុំកណាហ្នឹងស្លាប់បាត់ហើយចាក់លោកណែព្រះអង្គបានព្រះសម្មាសម្ពុទ្ធសួរថាណែលោកយាយតើលោកយាយមានចៅប្រហែលថាចៅកណា120ហើយចៅ120ហើយលោកយាយចង់បានចៅទៀតអត់ទាំងប៉ុណ្ណឹងបានហើយគ្រប់គ្រាន់ហើយច្រើនណាស់ព្រះអង្គអើយហើយចុះបើសិនថាលោកយាយវិសាខាមានចៅមកក្រុងសាវត្ថីហ្នឹងតើលោកយាយមានមនុស្សស្លាប់ប្រហែលនេះស្លាប់រាល់ថ្ងៃហ្នឹងព្រះអង្គស្លាប់មួយថ្ងៃមិនដឹងប្រហែលទេកណាគាត់តែកណាលឺតែមីក្រូហ្នឹងមួយថ្ងៃហ្នឹងប្រហែលជា 4-5 ចិត្តហ្នឹងក្បែរភូមិ1 គីឡូ 2 គីឡូហ្នឹងហើយយកព្រះសម្មាសម្ពុទ្ធថាហើយចុះបើសិនតែលោកយាយមានចៅប៉ុណ្ណឹងហើយចុះបើស្លាប់ហើយលោកយាយពិសាខាយំរត់តថាគតមួយថ្ងៃប្រហែលដងសត្វតគតភ្ញាក់ហ្មងអីមែនបើសិនចៅទូលអង្គមខ្ញុំកណាមកក្រុងសាវត្ថីយំរកព្រះអង្គមួយថ្ងៃប្រហែលជាមួយថ្ងៃ20ជើងអីយ៉ាងមិនមែនភ្ញាក់នេះមិនមែនភ្ញាក់នេះទេណាបងប្អូនភ្ញាក់ហ្នឹងគឺភ្ញាក់ត្រាស់ដឹងភ្លាមថាអីកណាខ្ញុំមិនត្រូវសោកសង្រែងអញ្ចឹងទេបើនៅតែសោកសង្រែងអញ្ចឹងគឺចូលជំងឺហើយជំងឺមនោមយិទ្ធិនេះគឺជាប្រភេទនឹងឯងហេតុដូច្នេះហើយទើបគេដកស្រង់គេថាកន្លែងនេះយកមកបញ្ចុះសេកសូត្រនឹងមុនយន្តមន្តអាគមគឺព្រះបឋមព្រះវិន័យព្រះសូត្រទាំង3នឹងឯងដូច្នេះហើយណែនៅក្នុងព្រះនៅខាងក្រោមណែព្រះសូត្រព្រះវិន័យព្រះបឋមទាំង5ទាំង3នេះគឺគេមានបញ្ចុះនៅគាថាកន្លែងត្រង់ដែលព្រះសម្មាសម្ពុទ្ធសម្ដែងមិញហ្នឹងដើម្បីអីដើម្បីសង្គ្រោះទៅលើបុរសស្ត្រីមិនថាបុរសមិនថាស្ត្រីមិនថាចាស់មិនថាក្មេងទេឲ្យតែមានចិត្តគំនិតដូចជាព្រះមហាទេវទត្តដូចជាព្រះមហាមុគលានកើតជំងឺប្រភេទហ្នឹងគឺហៅថាអំពើអាបធ្មប់ដូច្នេះយកទៅពាក្យទៅយកទៅសូត្រទៅសែកបងប្អូនរោគ្រូរោមកគ្រូពេទ្យយើងបុរាណហ្នឹងរោឲ្យបានត្រឹមត្រូវផងប្រយ័ត្នប៉ះគ្រូធ្មប់អ្វីទៅបិទតែមើលទៅគ្រូធម្មតាមែនប៉ុន្តែជាគ្រូធ្មប់ណាហេតុអីបានថាគ្រូធ្មប់ពីព្រោះគាត់ដាក់ស្នេហ៍ដាក់អីគេឲ្យជួបប្តីប្រពន្ធបានរឿងអីដាក់ស្នេហ៍បងប្អូនឲ្យទៅរោគាត់ដើម្បីលៀបសក្ការៈមិនបាននេះហើយជាហៅថាគ្រូធ្មប់រោអ្នកណាដែលទុកចិត្តចាំរោបើមិនទុកចិត្តទេកុំទៅប្រយ័ត្នគេដាក់ស្នេហ៍បងប្អូនហើយទៅដល់គេបញ្ចុះឋានឲ្យបន្ថែមនៅទីនេះគឺខ្ញុំចង់បញ្ជាក់ប្រាប់ថាជាការបៀតបៀនគេផាសគេភេទគេខ្មាស់នឹងឯងយកកូនក្មេងយកអីទៅអាយុ7 8 10ទៅគឺគេនឹងបៀតបៀនហើយនេះជាធ្មប់ប្រភេទស្នេហ៍ដូច្នេះបងប្អូនត្រូវរោអ្នកដែលទុកចិត្តគ្រូដែលទុកចិត្តគ្រូពេទ្យណាគ្រូពេទ្យបុរាណយើងណាប្រយ័ត្នគេបៀតបៀនបងប្អូនធ្លាប់ឃើញធ្លាប់ជួបមកកណោគ្រាន់តែបងប្អូនមិនដឹងខ្ញុំដឹងមានអ្នកខ្លះរៀនរហូតដល់ទៅដេកជាមួយស្ត្រីវ័យក្មេង20ជាងនោះដែលស្លាប់នោះមានទេមានច្រើនជាងនឹងទៀតប៉ុន្តែយើងអត់ដឹងពួកធ្មប់ប្រភេទហ្នឹងបងប្អូនឲ្យតែយើងយកទៅកប់ស្ត្រីកមុំយកទៅកប់គេហៅថាបញ្ចុះបងប្អូនគាត់ធ្មប់ទាំងនោះគាត់រៀនគាត់លងដីលងចូលទៅខាងក្រោមទៅគាត់ទៅដេកជាមួយស្ត្រីនឹងឯងដើម្បីបង្កើនមន្តវិជ្ជាធ្មប់ទាំងនោះឲ្យមានអានុភាពខ្លាំងដើម្បីធ្វើឲ្យបងប្អូនឈឺចុកចាប់ឈឺរាងកាយឈឺមមាំងស្លុកទើសតេងក្តៅក្រហាយឆ្លោះទើសតេងប្តីប្រពន្ធនឹងឯងគឺជាធ្មប់ប្រភេទនឹងឯងប៉ុន្តែគេរៀនឲ្យយើងដឹងមានអ្នកណាដឹងទេមានរូបភាពបែបម៉េចហើយអត់មានដឹងទេបើគេរៀនឲ្យយើងដឹងគេរៀនទៅអីរៀនធ្មប់ហ្នឹងរៀនដើម្បីប្រព្រឹត្តអំពើបែបហ្នឹងឯងហើយដូច្នេះហើយគាត់ទៅដេករួមស្មាតទោសបងប្អូននិយាយឲ្យចំតិចរួមរាកណាគឺដេករួមរាកដូចមនុស្សយើងអញ្ចឹងប៉ុន្តែគេសប្បាយណាស់បងប្អូនហើយដេកនៅក្នុងសាកសពហ្នឹងគេរួមរាកដូចមនុស្សយើងធម្មតាអញ្ចឹង
ហើយគេដេករួមរៀកហើយមើលតែសាកសពក្នុងចិត្តរលួយចិត្តអីហើយធំក្លិនអាក្រក់ហើយណាគេឈប់ហើយគេ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 ចូលទៅគេលុបមកវិញឡើងស្អាតគេដាក់សម្រាមនៅអីអត់មានអ្នកណាដឹងទេហើយធម្មតាបងប្អូនហើយកប់សាកសពហើយបងប្អូនដែរទៅមើលទេទុកចោលនៅក្នុងមួយឆ្នាំទៅម្ដងហ្នឹងហើយរឿងអីថ្មប់វាថ្មប់គេមិនស្រួលទៅដេកនៅក្នុងនោះដើម្បីរៀនអានេះប្រភេទថ្មប់មួយប្រភេទណាបើមិនមែនខ្ញុំចេះតែលើកទេណាបងប្អូននេះនៅក្នុងឯកសារគេនិយាយចឹងវាជាពេលរ៉ាត់ម៉ែយើងនិយាយចឹងណាហើយបានគេបញ្ចុះក្នុងហ្នឹងចុះនៅត្រង់ព្រះសម្មាសម្ពុទ្ធសម្ដែងសម្ដែងអីសម្ដែងហៅសម្ដែងធរដើម្បីសង្គ្រោះលោកយាយវិសាខាហ្នឹងត្រង់វគ្គកន្លែងហ្នឹងក៏មានអនុភាពខ្លាំងដើម្បីព្យាបាលលោកយាយវិសាខាហ្នឹងឲ្យភ្ញាក់រលឹកលែងវង្វេងនឹងការយំយេកការសោកស្ដាយការសោកសង្រែកការស្អីនោះគឺគេហៅថាអំពើអាប់ធ្មប់ក្នុងឯងហើយលោកយាយភ្ញាក់ខ្លួនក៏ជាត្រឹមហ្នឹងដូច្នេះគេដកស្រង់កន្លែងនោះយកមកធ្វើជាបណ្ដូលពុទ្ធគុណឬខ្លឹមសារឬក៏គេហៅសង្ខេបសិទ្ធិបទដូចសង្ខេបសិទ្ធិបទមិញអញ្ចឹងណាមេអឧដូច្នេះគេសង្ខេបខ្លីៗត្រង់វគ្គឃ្លាត្រង់កន្លែងដែលព្រះសម្មាសម្ពុទ្ធសម្ដែងទៅកាន់លោកយាយថាណែលោកយាយបើសិនដល់លោកយាយមានចៅមកក្រុងសាវត្ថីហ្នឹងតើលោកយាយនឹងយំមរោតថាខុតប្រមាណជើងប្រមាណដងទៅហ្នឹងកន្លែងហ្នឹងគេសង្ខេបតែមួយអក្សរទេយកមកបញ្ចុះឧបមាថាលោកយាយអញ្ចឹងគេយកលោកយាយវិសាខាលោកយាយវិសាខាតថាគតសួរលោកយាយថាតើចៅលោកយាយមានប្រមាណតើមាន120ដូច្នេះមកឃ្លាកន្លែងហ្នឹងគឺយកតែមួយអក្សរទេយកមកបញ្ចុះនៅកន្លែងនេះគឺអក្សរសហ្នឹងគឺមានន័យថាសខាវិសាខាហ្នឹងឯងលោកយាយវិសាខាគឺតួលោកយាយវិសាខាហ្នឹងគឺយកមកសហ្នឹងឯងនេះគឺសិសរង្គសតិសមង្សតិកំមង្សកសិសាខានឹងគឺក្រុងសាវត្ថីនឹងគឺយកមកបញ្ចុះតែមុនមួយអក្សរនឹងឯងគឺសខានឹងឯងដូច្នេះយន្តទាំង3ព្រះអភិធម្មព្រះសូត្រព្រះវិន័យបញ្ចូលអាធំកំណែពុទ្ធគុណទាំង3ហ្នឹងហើយគឺទើបបញ្ចូលនៅការសម្ដែងដែលមានអនុភាពខ្លាំងរបស់ព្រះសម្មាសម្ពុទ្ធនៅខាងក្រោមនេះខ្ញុំមើលមិនឃើញទេខ្ញុំសរសេរជូននៅក្នុងអាกระดาษទូចមួយថ្ងៃមុនខ្ញុំដាក់ទៅតាមបាត់ហើយដូច្នេះសូត្រមកទាំង3នេះគឺប្រើប្រាស់យ៉ាងទូលំទូលាយរាប់ពាន់ឆ្នាំមកហើយដូច្នេះតម្រៃខ្ញុំជម្រាបជូនពីតម្រៃដែលមានជំងឺហ្នឹងដូច្នេះខ្ញុំបានប្រាប់ពីប្រើប្រាស់យន្តក្នុងមន្តអាគមរួចហើយណាយើងកុំបែងចែកថាជំងឺថាបែងចែកថាដេរិឆានឬមិនដេរិឆានណាឥឡូវខ្ញុំគិតតែហាមទេបងប្អូនចង់ថាមិនថាទៅប៉ុន្តែហើយអត់ឈប់បែងចែកថាណែជារបស់សៀមណែជារបស់ថៃណែជារបស់យួនណែជារបស់ចិនអត់ទេជាវិជ្ជាពេទ្យសកលប្រើប្រាស់ជាទូទៅអ្នកណាយកទៅគេយកទៅបំលែងជាភាសាគេជាយន្តរបស់គេជារឿងរបស់គេដូច្នេះទោះបីជាយើងយកមកប្រើក៏អត់បញ្ហាដែរពីព្រោះវាជាវិជ្ជាពេទ្យសម័យរាប់ពាន់ឆ្នាំហើយដូច្នេះខ្ញុំលើកជូនប៉ុណ្ណឹងហើយខ្ញុំលើកពីតម្រៃណាឡាគិរីកាចសាហាវណាស់ពេលនោះព្រះអង្គបានទៅសង្គ្រោះនាងឡាគិរីឲ្យរួចចាក់ផុតពីទុក្ខភ័យទាំងឡាយឃើញទេបងប្អូនឃើញរួចចាក់ផុតទេរួចតម្រៃឡាគិរីខឹងច្រឡោតតតងដោយសារយើងត្រង់វគ្គឃ្លាកន្លែងនេះគឺថាមានន័យថាមនុស្សយើងត្រូវអំពើអាប់ធ្មប់គឺកាចចឹងហ៎កាចមិនមែនអត់ទេណាបងប្អូនខ្ញុំលើកមកមិញចឹងណាឆ្លោះទើសតេងប្តីប្រពន្ធ
ជីបញ្ចោលេងលះគ្នាខឹងច្រឡោតតតងបស្ត្រីស្រីប្តីជួនកាលនោះខឹងប្តីទេជួនកាលខឹងប្រពន្ធទេណាទៅជីកូនទៅវ័យកូនចង់ងើបចង់រស់មានទេបងប្អូនមានអត់ទេណាគាត់តែបងប្អូនមិនឃើញខ្លះគេទ្រាំបានទៅអត់អីទេនៅងងនៅកាចនៅច្រឡោតតតងនោះអានោះគឺឃើញទេនេះជាអំពើអបថ្មពីយ៉ាងពិតប្រាកដចំនួនបុរាណគេប្រាប់បែបហ្នឹងហើយហេតុអីបានតែខ្ញុំលើកខ្ញុំនឹងឲ្យប្រើប្រាស់របស់ទាំងខ្ញុំនឹងបង្ហាញពីការប្រើប្រាស់របស់ទាំងនេះដើម្បីព្យាបាលទប់ទល់បងប្អូនប្រើប្រាស់ថ្នាំកាន់តែឈឺធ្ងន់ធ្ងរខ្ញុំធ្លាប់ឪពុកខ្ញុំគាត់ប្រើថ្នាំទាំងកថងចេះមួយខែមួយអាទិត្យតិចប៉ះពាល់ថ្លើមតិចប៉ះពាល់សន្លាក់តិចប៉ះពាល់ក្រលៀនតិចប៉ះពាល់សួតតិចប៉ះពាល់ប្រមាត់សពគ្រប់ប៉ុន្តែតែជារួចទេជាមិនរួចទេចាស់ហើយជិលហ្មងដូច្នេះបងប្អូនត្រឹមតែល្មមបងប្អូនប្រើប្រាស់យន្តនឹងមន្តអាគមឲ្យព្យាបាលទៅតាមមេគារបស់ព្រះសម្មាសម្ពុទ្ធបងប្អូនធានាថាជាបើមិនជាទេបងប្អូនគឺជាព្រះមហាព្រះនាងចាញ់ចាចហើយអត់មានឧបនិស្ស័យទេដូច្នេះជៀសមិនផុតសេចក្តីស្លាប់ទេហើយការជៀសរួចផុតចាក់ទុកគឺត្រូវតែមានជៀសផុតឯការស្លាប់គឺត្រូវតែស្លាប់ដូច្នេះនាងណាឡាគិរីបងប្អូនកាចណាស់ខឹងប្តីអីនោះទៅបង្អត់ឲ្យកូនម៉មបងប្អូនមានទេបងប្អូនធ្លាប់អញ្ចឹងទេធ្លាប់ឃើញទេឃើញសង្គមសពថ្ងៃមានណែខឹងប្តីខឹងប្រច័ណ្ឌប្តីឆ្លោះទោះតែងគ្នានឹងប្តីខឹងចំណែនប្តីប្រច័ណ្ឌប្តីដើរលេងច្រើនផឹកស៊ីឆ្អិនច្រើននោះទៅខឹងប្តីនោះមិននេះទេអាប្តីទៅសមាទោសបងប្អូនអាប្តីច្រឡំប្តីទៅផឹកស៊ីបាត់នោះខឹងដោយសារអីអំពើអាបធ្មប់នឹងឯងមិនមែនធម្មតាទេណាបងប្អូនបើសិនតែព្យាបាលបានណាបងប្អូនដូចជាលោកយាយវិសាខាអញ្ចឹងភ្ញាក់ព្រឺតលេងយំលេងសោកលេងចង្រែកឃើញទេព្យាបាលទាន់ណាប៉ុន្តែបើមិនព្យាបាលបងប្អូនថានៅតែប៉ុណ្ណឹងអាចមិនជាអញ្ចឹងទៅដែរវាមានទៅស្រ័យទៅលើឧបនិស្ស័យរបស់មនុស្សដែរតែស្រ័យលើភាសាមនុស្សចាស់ក៏និយាយប្រាប់ទៅអីតែគ្រាន់តែប្រាប់ទេវាចែកម្លេចទេបងប្អូនដូច្នេះខំចំណែនកូននឹងអត់អោយម៉មមិនខ្ចីនាំដើរទទួលទានស្មៅខឹងរើសដុំភ្នៅផ្លែភ្នៅគប់លេងគប់ក្បាលមនុស្សលេងក៏មានដែរដេញសម្លាប់មនុស្សខឹងប្តីនោះទេច្រឡោតតតងនោះដេញចាប់អ្នកភូមិបោកស្រស់ហ្មងបងប្អូនបោកអង្គលឈើស្លាប់ឡើងរៀលអញ្ចឹងទៅកាចណាស់ដូច្នេះវាឃ្លាកន្លែងហ្នឹងមានប្រសងក៏សម្ដែងថាព្រះអង្គទៅផ្ចាញ់គឺព្រះអង្គទៅព្យាបាលមិនទៅផ្ចាញ់ទេសម្រាប់យើងសម្រាប់អ្នកបងប្អូនដែលប្រើយន្តក្នុងមន្តអាគមព្រះអង្គទៅព្យាបាលហើយគេដកគេថានៅកន្លែងហ្នឹងណាណែព្រះអង្គបានទៅគេពួកព្រះអរហន្តទាំងឡាយហាមហ្មងហាមព្រះអង្គទៅព្រះអង្គកុំទៅតែទៅដឹងថាតម្រៃនាងឡារាគិរីនឹងចាប់បោកព្រះអង្គគល់ឈើស្លាប់អីព្រះអង្គកុំទៅកុំមុនទៅអីព្រះអង្គថាតថាគតណែបើកពួកព្រះអង្គមានព្រះនេតទឹកហើយនឹងញាណរបស់ព្រះអង្គមើលទៅឃើញគាត់តែបើកព្រះនេតទៅថាអូនាងណាឡាគិរីមានឧបនិស្ស័យនឹងតថាគតហើយអាចស្ដាប់តថាគតបាននាងតថាគតត្រូវតែទៅសង្គ្រោះនាងឲ្យរួចចាក់ផុតទុក្ខភ័យឃើញទេបងប្អូនឃើញសង្គ្រោះរួចចាក់ផុតទុក្ខភ័យទេរួចដូច្នេះបងប្អូនមិនបាច់បែងចែកថាដេរឆានមិនដេរឆានទេឃើញគេចាន់តិចទៀតខ្ញុំដកស្រង់ឲ្យបងប្អូនប្រើប្រាស់ណែបងប្អូនជ្រាបពីការប្រើប្រាស់របស់យន្តក្នុងមន្តអាគមខ្មែរយើងដូច្នេះព្រះអង្គបានទៅហើយក៏ទៅនិយាយនឹងនាងណាឡាគិរីថាណែនាងណាឡាគិរីតថាគតមិនមានរុក្ខទុសៈមោហៈទៀតទេហើយក៏បោះបង់នៅការសម្លាប់នៅការបៀតបៀន
ទាំងឡាយគឺមានតែជួយសង្គ្រោះជីវិតសត្វគ្រប់បែបយ៉ាងហើយនាងនោះស្ដាប់យល់នាងពោះវិព្រោះជាបានិសាយបងប្អូនស្ដាប់យល់ដាក់អាជើងមុខក្រាបទៅក្រោមចេះក្រាបឲ្យអាប្រម៉យលោកយាយហ្នឹងបាសឡើងលើចេះបាសចេះហើយធ្វើដៃធ្វើចេះដូចថ្វាយអង្គមអញ្ចឹងហើយនឹងពេលនោះឯងគឺលោកយាយបានសបញ្ជាក់ប្រាប់ថាលោកយាយបានសុំធ្វើជាមហាបាសិកាសត្វតម្រៃកម្លាំងដ៏មហិមាហ្នឹងណាបងប្អូនគឺកាចណាស់តម្រៃមិនធម្មតាទេបងប្អូនធ្លាប់ឃើញទេគេហៅសពថ្ងៃគេហៅថាតម្រៃចុះប្រេងតម្រៃចុះប្រេងហ្នឹងគឺត្រូវជាលោកយើងដកស្រង់កន្លែងហ្នឹងគឺដូចមនុស្សយើងអញ្ចឹងណាមនុស្សស្រីមនុស្សប្រុសយើងហ្នឹងដូចគ្នាហ្នឹងខ្ញុំលើកទាំងពីរហ្នឹងពេលដែលមានអំពើអាប់ធ្មប់ហើយយើងគិតប្រភេទមើលចេះបងប្អូនណាអាយុ40ជាង30ជាង40ជាង50ហើយក្បែរ50ហើយទៅឆ្លោះគ្នាទើសតេងគ្នាចំណែនឆ្លឹងប្រច័នខ្លាំងអីខ្លាំងខុសប្រក្រតីហ្នឹងនឹងហើយគឺជាអំពើអាប់ធ្មប់កូនកាប់ប្រច័នប្តីទេនេះមកវាយកូនអាកូនទូចល្មម4-10ឆ្នាំនេះវាយចង់ងើបចង់រស់នេះក៏មានមកកណោមិនមែនអត់ទេបងប្អូនហើយប្រភេទធ្មប់នេះបើសិនតែអត់វ័យប្រពន្ធវ័យកូនវ័យស្អីដើរផឹកស៊ីញ៉ៃញ៉ៃក៏នេះដែរណាទៅតេះឌៀលណោខឹងប្រពន្ធទេណោតេះឌៀលបងប្អូនខ្លួនឯងណោមានតែពួកវាមិនចេះអញស៊ីមិនចេះស្អីទេពួកអស់ហ្នឹងឃើញតេះឌៀលហ៎ខឹងប្រពន្ធទេមិនហ៊ានតេះឌៀលប្រពន្ធទេទៅតេះឌៀលបងប្អូនអាចណាមានអាណាក្រនោះឌីជីវិចោតេះឌៀលមិនដឹងលេចកើតទេថាដឹងហ៎លេងដឹងហើយថាមិនអត់លេងដឹងថាដឹងហ៎ដឹងថាបើដឹងបើមិនដឹងមិនទៅតេះឌៀលគេអញ្ចឹងទេមិនទៅតេះឌៀលវិឆិតបជាងបជីបចោមកទៅបងប្អូនសើចតិចណែដោយសារនឹកឃើញទៅអស់សំណើចតែអាយុប៉ុណ្ណឹងសមហើយថាមិនសមទេសំតែចេះពិចារណាយ៉ាងច្បាស់លឿនមិនមែនទៅជីបចោស្អីអត់អាណាស៊ីថាមកពីហេតុអីថាមកពីជាអំពើអាប់ធ្មប់នឹងឯងលេងដឹងហើយថាដឹងហ៎ដឹងនៅពេលដែលវាអស់ឥទ្ធិពលគឺដឹងធម្មតាមានអីណែឃើញហ៎ដូច្នេះបងប្អូនឃើញប្តីក៏ដោយឃើញប្រពន្ធក៏ដោយដើរផឹកដើរស៊ីនឹងមិនមែនជាគំនិតរបស់គាត់ទេជាគំនិតរបស់ធ្មប់បានធ្វើឲ្យគាត់អញ្ចឹងគាត់តែងតែមានតបប្រមល់តបតល់តបយូមមីងមមៀងឃើញគាត់អត់លះអត់លហួននេះមមីងធ្វើការហ្នឹងភ្លេចមុខភ្លេចក្រោយភ្លេចទៅធ្វើតែដាក់តែនេះទៅនោះឃើញអញ្ចឹងហ៎ពីព្រោះហេតុតែដូច្នេះហើយទៅគាត់ទៅដើរទទួលទានសូរាទទួលទានស្អីទទួលទានរហូតដល់ពេលខ្លះស្វឹងទៅគឺលេងដឹងអីហើយបងប្អូនគឺទៅលេងបនលេងស្មាតទោសបងប្អូនទៅលេងសោភេនីលេងស្អីញ៉ៃញ៉ៃយូទៅស្រឡាញ់សោភេនីសោភេនីហ្នឹងក៏មានដែរពីព្រោះកន្លែងហ្នឹងគឺក្តៅណាបងប្អូនបងប្អូនក៏ក្តៅប្រពន្ធក៏ក្តៅប្តីក៏ក្តៅយូខឹងណែខឹងប្រពន្ធទៅយកស្រីសោភេនីយកមកធ្វើប្រពន្ធដើម្បីបញ្ឈឺប្រពន្ធដើមនេះក៏មានដែរហេតុកន្លែងនេះហើយទៅការព្យាបាលគឺមានការពិបាកបន្តិចពេលខ្លះគឺត្រូវការលេងលះគ្នាទោះតេងគ្នាលេងលះគ្នាឆ្លោះមួយថ្ងៃមួយខែទៅក៏មានដែរហើយដូច្នេះហើយទៅត្រង់កន្លែងវគ្គនេះគឺបងប្អូនណាណែអំពើអាប់ធម្មប្រភេទនេះគឺមានបន្តកាយសាហាវខ្លាំងរហូតដល់ពេលខ្លះសម្លាប់បងប្អូនធ្លាប់ឃើញទេអានោះគឺធ្ងន់ធ្ងរណាសម្លាប់អូនសួរគាត់ថាដឹងទេលេងដឹងហើយថាម៉េចគាត់ថានៅតែមនុស្សហ្នឹងថាហ្នឹងហើយមនុស្សហ្នឹងហើយប៉ុន្តែលេងដឹងហើយបងប្អូនគិតមើលប្រភេទសាមើលព្រះទៅហាមកលៀនណាក្រោយពេលដែលព្រះអង្គណែខ្លាយទៅជាព្រះអរហន្តណាតើព្រះអង្គមិនខ្លាយសម្លាប់ទេសម្រាប់មេត្តាខ្លួនឯងខ្លាយជាព្រះអរណេយកម្ម
អារ៉ុនស្អីចឹងឯងអារ៉ុនរេយកម្មហ្នឹងហើយអារ៉ុនរេយកម្មคล้ายជានឹងឯងហេតុដូច្នេះហើយប្តីនិងប្រពន្ធទាំងឡាយគឺមានបែបនេះឯងថ្ងៃមុនខ្ញុំឃើញណាហើយបងប្អូនជីគាត់ថាអាឌីរឆានអាសัตว์អាស្អីនោះគឺត្រូវត្រឹមត្រូវពីព្រោះគាត់លែងមានគំនិតជាសัตว์ជាមនុស្សទៀតហើយលែងសัตว์មនុស្សទៀតហើយគឺជាសัตว์ឌីរឆានយ៉ាងពិតប្រាកដឥឡូវបងប្អូនងាកទៅមើលមហាមុខលានមើលតើព្រះអង្គជាមនុស្សទៀតទេមិនមែនមនុស្សទេសម្រាប់ម៉ែឪខ្លួនឯងហើយសម្រាប់តាមសម្រាប់ប្រជាពលរដ្ឋយមអីយមរៀមដៃយមទៅភួងម្លាយនេះដាក់ពាក្យចែកតែព្រះអង្គមនុស្សទៀតទេមិនមែនមនុស្សទៀតទេគឺដេរឆានហ្នឹងហើយហើយដូច្នេះបងប្អូនត្រូវតោងយល់ថាគាត់កំពុងតែត្រូវអំពើអាបធ្មប់យ៉ាងពិតប្រាកដដូច្នេះសង្គ្រោះបានឬមិនបានគឺអាស្រ័យទៅលើឧបនិស្ស័យដូចគ្នាដូច្នេះបងប្អូនបើសិនតែជាពីការព្យាបាលពេទ្យសពថ្ងៃគេឲ្យប្រើប្រាស់ថ្នាំដើម្បីរងាប់អារម្មណ៍ហ្នឹងគឺយកពីពេទ្យយកពីឱសថបុរាណដូចគ្នាព្រោះព្យាបាលតាមឧបនិស្ស័យមិនបានអាថ្នាំពេទ្យនោះក៏មិនអាចព្យាបាលបានដែរគ្រាន់តែមកតុបមកទល់ហើយបើសិនតែជាប្រើប្រាស់យន្តនឹងមន្តអាគមគឺអាចព្យាបាលបើសិនតែគាត់មានឧបនិស្ស័យជាដាច់ស្រឡះស្រួលណាស់បងប្អូនខ្ញុំនឹងប្រាប់ពីវិធីការព្យាបាលនេះដើម្បីឲ្យងាយកុំយកពិបាកដូចជាការស្រោចទឹកស្រោចភ្លុំស្រោចស្ដោះស្អីផ្សេងអានោះសិតតែជារឿងបន្តបន្ទាប់ថែមទៀតទេប៉ុន្តែខ្ញុំនឹងជម្រាបជូនងាយបងប្អូនយកទៅពាក្យដូច្នេះធ្វើការឆ្លោះទើសទែងប្តីប្រពន្ធនេះគឺជារឿងអំពើអាបធ្មប់បងប្អូនអត់យល់ទេភាគច្រើនគឺអត់យល់ទេដាច់ខាតគឺតែងតែមានទេណែជីប្តីជីប្រពន្ធជីកូនជីស្អីប្រពន្ធខ្ញុំលើកចេះធ្លាប់លឺបងប្អូនធ្លាប់លឺអាដេរឆាននេះទុកឯងជាស្រីខ្ញុំបំរើវានេះឃើញច្រឡោតទេច្រឡោតកន្លែងនេះគឺជាអំពើអាបធ្មប់ដែលធ្វើឲ្យគាត់ច្រឡោតទៅកាន់តែជីលេងដឹងអីទាំងអស់ហើយឥឡូវយើងគិតភាគមើលអាយុរបស់គាត់មើលតើអាយុគាត់ប្រមាណ40ជាងហើយសំជីអញ្ចឹងថាអត់សមទេមកពីធ្មប់នឹងកាចសាហាវអញ្ចឹងហើយគាត់នឹងប្តីឬក៏ប្រពន្ធនឹងសម្លាប់គ្នាទៅវិញទៅមកនឹងថាកើមកពីស្អីមកពីធ្មប់នឹងឯងកាចសាហាវឯងកាចមកទេប្រទល់បងប្អូនមកគិតមើលដូច្នេះត្រង់វគ្គកន្លែងហ្នឹងគឺអំពើអាបធ្មប់ដែលកាចសាហាវសម្លាប់ច្រកក្រងបងប្អូនខ្លះកើតពើអាបធ្មប់អត់មាត់អត់កមែនគឺធ្មីងមុងប៉ុន្តែអត់លះលហួនទេគឺធ្មីងមៀងទៅលិចទៅកើតវិញវត្តស្មាតទោសបងប្អូនសុំសើចតិចទៅដោយសារតែបងប្អូនមួយចំនួនធំគាត់អត់ដឹងគាត់តែងតែជីអាមីងមៀងនេះធ្វើការស្អីមីងមៀងឃើញទេភាគច្រើនប៉ះពាល់ច្រើនគឺមន្ត្រីរាជការងាររោស៊ីរោចុករោស្អីដែលគ្មានពេលទំនេរប៉ះពាល់ច្រើនខ្លាំងឬតិចគឺអាស្រ័យទៅលើស្ថានភាពនឹងដែរហើយនៅពេលដែលកើតជំងឺអាបធ្មប់ហ្នឹងបងប្អូនបើសិនតែមានឧបទ្ទវហេតុអីផ្សេងភ្លឹបភ្លាមគឺខ្លាចជាមរតយោលេងសូវដឹងអីហើយវិញវាន់ដឹងលិចកើតទេនឹងគឺជាហើយដូច្នេះហើយទៅព្រះអង្គបានសម្ដែងឲ្យបើយើងស្ដាប់បើយើងស្ដាប់មិនបានទេគឺយើងពាក្យនេះពាក្យសូត្រសែកនឹងឯងដូច្នេះទាំង2ទាំង3ហ្នឹងបងប្អូនខ្លះស្ដាប់ក៏ស្ដាប់ពាក្យក៏ពាក្យនេះឥឡូវទៅសួរលោកយាយលោកតាដែលនៅក្នុងវត្តហ្នឹងតើមានលោកយាយលោកតាណាដែលអត់មានការប្រើប្រាស់ហ្នឹងឯងមានសឹងតែ 100% ស្ដាប់ក៏ស្ដាប់មិនយល់ផងហ្នឹងហើយទៅពាក្យទៅសូត្រទៅសុំទៅផ្លែកដូចគ្នាបងប្អូនហើយគាត់ស្ដាប់មិនយល់ផងហ្នឹងប៉ុន្តែដោយសារជាកតបកិច្ចលោកយាយចេះតែទៅលោកយាយអើយជាវិជាពេទ្យបុរាណខ្មែរយើងគឺព្យាបាលទាំង2ផ្នែកបែបហ្នឹងឯងទាំង2ទាំង3ផ្នែកបែបហ្នឹងឯងហើយបើលោកយាយស្ដាប់មិនយល់ទេលោកយាយពាក្យទៅអាចជៀសផុតទុកផុតភ័យបានលោកយាយលោកតាឃើញកាចទេកាចសម្ដីខ្លះសម្រាប់គេដោយការប្រើប្រាស់ផ្លូវចិត្តរួចហើយបងប្អូនធ្លាប់ឃើញថាប្រាប់មកកណោថាទៅចំឡើយអង្គុយផឹកស៊ីនៅត្រណេះទេនោះទៅចំណែនអាតុកផ្សេងនោះវាទៅខ្មេះស្អីវាទេព្រោះអានោះឃើញបងប្អូនឃើញចំណែនគេនេះជាអំពើអាបធ្មប់ហើយបើគិតមើលអាយុគាត់ប្រហែលតុង30ជាង40ហើយទៅសំចំណែនគេអញ្ចឹងតែអត់ទេនេះជាអំពើអាបធ្មប់ចូលហើយ
ប៉ុន្តែប្រយ័ត្នប្រយែងនៅពេលដែលធ្ងន់ធ្ងរដើរលេងគិតចំបែងគិតផ្ទះគិតប្រពន្ធគិតកូនហើយគិតតែពិភពគិតតែស៊ីគិតតែយូរទៅអាប្រពន្ធធ្វើអីក៏ទឹះនេះទឹះនោះទឹះចាប់បែបយ៉ាងហើយប្តីប្រពន្ធទឹះប្តីទឹះនេះទឹះនោះប្តីអាប្តីផឹកស៊ីចេះទឹះចោះទឹះចោះទឹះចេះនេះជីវិចោប្រឆិតវិជាងប្រឆិតជាងនោះរខឹងប្តីជីកូនរខឹងកូនជីប្រពន្ធខឹងប្រពន្ធជីកូនណែទៅវិញទៅមកអញ្ចឹងឯងហើយដូច្នេះហើយទើបគាថាកន្លែងនេះដែលព្រះសម្មាសម្ពុទ្ធទៅសង្គ្រោះនាងណាឡាគិរីនេះគឺយកមកដកសូត្រសែកមកនៅក្នុងបន្សំនៅក្នុងមណ្ឌលពុទ្ធគុណទាំង3មិញមេអឧហ្នឹងហើយយកមកដាក់នៅកន្លែងនេះសិរវិសិខៈសាខាហ្នឹងគឺលោកយាយវិសាខាហ្នឹងឯងមិនមែនត្រឹមតែដកកន្លែងហ្នឹងគឺវាផ្សេងទៀតដែលខ្ញុំចាំមិនអស់ទេបងប្អូនវគ្គដូចជាវគ្គស្អីព្រះអង្គឡើងទៅឋានទេវតឹងឋានស្អីសពគ្រប់បែបយ៉ាងទាំងអស់នឹងចុះមកចណ្ដាលទេវទត្តចណ្ដាលឃើញបើកលេខទៅឃើញប្រែតឃើញស្អីខ្ញុំធ្លាប់ជម្រាបជូនបងប្អូនរួចហើយប៉ុន្តែខ្ញុំនឹងជម្រាបជូនសារក្រោយទៀតពីព្រោះវគ្គកន្លែងហ្នឹងក៏សិតតែវគ្គសំខាន់ទាំងអស់បងប្អូនយកទៅព្យាបាលគឺបងប្អូនត្រូវពាក្យបើបងប្អូនឃើញសង្កេតឃើញខ្លួនឯងកាចបែបហ្នឹងហើយណាបងប្អូនណាបងប្អូនយកទៅពាក្យហើយគោរពតាមគោលមេគារបស់ព្រះសម្មាសម្ពុទ្ធគឺសង្ក្រមសមាធិហើយនឹងបនេចរបងប្អូនយល់ថាបនេចរមិនមែនទៅដើរលេងទេណាមិនមែនជិះឡានជិះម៉ូតូទៅដើរលេងទេណាបនេចរហ្នឹងគឺមានន័យថាដើរពីមួយកន្លែងទៅមួយកន្លែងរហូតដល់រាប់សិបគីឡូដើរដូចយើងដើរប្រាណអញ្ចឹងប៉ុន្តែបើយើងអត់ដើរអត់បានយើងប្រើប្រាស់កង់ប្រើប្រាស់បើយើងដើរបានយើងប្រើប្រាស់ជើងនឹងទៅ4-10គីឡូបកមកវិញ4-10គីឡូបកវិញអានោះករណីរៀងយ៉ាប់យ៉ឺនណាបើសិននៅបងប្អូនមុំបងប្អូនហាត់ធម្មតាទៅហើយបើព្រះសង្ឃលោកដើរសង្ក្រមដើរអញ្ចឹងហើយដើរបិណ្ឌបាតបិណ្ឌអីនោះគឺសិតតែជាដើរហើយនោះគឺសិតតែជាសង្ក្រមហើយជាតកតងដូចជាព្រះសម្មាសម្ពុទ្ធអញ្ចឹងអត់ដែលនៅស្ងៀមទេព្រះអង្គដើរបិណ្ឌបាតដូចគ្នាគឺដើម្បីទទួលការព្យាបាលនឹងវាតកតងនឹងការប្រើប្រាស់នៅខួរក្បាលដើម្បីឲ្យវាព្យាបាលទៅលើប្រេកថ្មីអំពើអាប់ធ្មប់ដែលក្តៅក្រហល់ក្រហាយខឹងច្រឡោតតតងហ្នឹងហើយពាក្យនេះគឺដើម្បីអីដើម្បី cancel ហ្នឹងគឺ cell 5ហ្នឹងឯងបងប្អូន cell 5មានអីខ្លះបងប្អូនខ្ញុំមិនប្រាប់ទេបងប្អូនវាយនៅក្នុង Google ទៅ cell 5វាយថា cell 5ទៅគឺចេញព្រាតមកឲ្យបងប្អូនមើលហើយនេះឆ្នេះតមួយខ្លះដូច្នេះបងប្អូនត្រូវតស៊ូតស៊ូប្រយុទ្ធប្រឆាំងគឺអត្តនោនាថោខ្លួនទីពឹងខ្លួនហើយពេលហ្នឹងឯងគឺបងប្អូនត្រូវតែតស៊ូព្យាបាលដោយខ្លួនឯងណាខឹងច្រឡោតទៅជួនកាលណាប្តីឬប្រពន្ធស្ដីឲ្យបន្តិចបន្តួចទេនោះខឹងច្រឡោតតតងសឹងតែទៅចងកខ្លះទៅសម្រាប់ខ្លួននៅពេលជួយចង្វាឃើញមានមួយកណោមិនមែនអត់ទេណាបងប្អូនឃើញជួបហើយណាប៉ុន្តែអ្នកខ្លះគេស៊ូគេអត់ធ្មត់ណាសុកចិត្តអង្គុយយំនោះទៅចូលយំនៅក្នុងកពតព្រៃកលៀតផ្ទះអីតាណាមួយនៅទៅអង្គុយយំវាជីអញជីស្អីមាក់ក្បាញ់ហែបើប្តីវិញមីចោកចុយជីអញចោអញប្រើស៊ីតែងទួចនេះឃើញហ៎បងប្អូនអំពើអាបធ្មប់ប្រភេទនេះមាន70%បងប្អូនសង្កេតមើលទៅឃើញហើយដូច្នេះអ្នកខ្លះមានឧបនិស្ស័យទៅក៏ជាអ្នកខ្លះមិនមានទៅក៏អត់ទៅដោយសារអីដោយសារតែឧបនិស្ស័យហ្នឹងឯងដូច្នេះពាក្យទៅបងប្អូនឲ្យធ្វើការសង្ក្រមសមាធិបនេចរសម្រាប់ព្រះសង្ឃគឺដើរអញ្ចឹងឯងមុនបនេចរពីមកភូមិមកស្រុកទៅមកស្រុកតាមដប់តាមព្រៃបានប៉ុន្តែបើយើងអត់ទេយើងកុហកយើងប្រើប្រាស់កង់យើងប្រើប្រាស់ដំណើរថ្មើរជើងបើនៅក្នុងក្រុងភ្នំពេញអញ្ចឹងដើរមកជាហៀងក្រុងទៅមកជាហៀងក្រុងទៅបងអូនខ្ជិលដើរទេដើរបន្តិចវានេះដែរវាជួយយើងបានដែរប៉ុន្តែវាមិនទាន់ក្រិតក្រមត្រូវតាមស្ថានភាពដូចជាការដើរបនេចរបងប្អូនធ្លាប់ឃើញណែខ្ញុំមិនទាន់បាននិទានឲ្យបងប្អូនស្ដាប់ទេដើរពីមួយស្រុកទៅមួយស្រុកទៅហត់កន្លែងណាសម្រាប់កន្លែងហ្នឹងបិណ្ឌបាតឆាន់កន្លែងហ្នឹងឯងហើយយើង
យើងប្រើប្រាស់កង់បាន30-40គីឡូបកមកវិញក៏បានដែរនេះគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីព្យាបាលតាមផ្នែកវិទ្យាពេទ្យបុរាណយើងបើសិនតែកម្រិតធ្ងន់ធ្ងរលេងដឹងអីមួយមីងមួយមៀងអង្គុយធ្វើដូចលើរុក្ខជាតិអានោះគេស្រោចទឹកផងគេពាក់ផងអីផងអានោះគឺស្រោចស្ដោះផ្លុំអីទៅក៏ខ្លះក៏មានឧបនិស្ស័យក៏ជាទៅខ្លះមិនមានឧបនិស្ស័យក៏មកជីវិតអញ្ចឹងទៅដូច្នេះបើបងប្អូនសង្កេតឃើញហើយណាបងប្អូនទៅរកពាក្យទៅជាបាលសង្ក្រមសមាធិបនិចរគឺត្រូវតែប្រឹងប្រែងអត្តនោនាថគឺខ្លួនទីពឹងខ្លួនពេលគឺត្រូវតែតស៊ូប្រយុទ្ធដោយខ្លួនឯងជាធ្វើជារឿយបងប្អូនធ្វើជារឿយដោយព្រះមហាមុគលានអញ្ចឹងព្រះមហាមុគលានត្រាស់ដឹងដំបូងបងប្អូនឃើញដឹងមិនហីអានេះខ្ញុំលើកដដែលទេណាខ្ញុំដោយសាររឿងផ្សេងទៀតខ្ញុំអត់ទាន់បានស្រាវជ្រាវនេះទេពេលអត់មានពេលដូច្នេះខ្ញុំលើកតែព្រះមហាមុគលានដដែលមកជម្រាបជូនបងប្អូននៅពេលដែលព្រះអង្គត្រាស់ដឹងដំបូងឃើញព្រះអង្គទៅបិណ្ឌបាតទេនិមន្តបិណ្ឌបាតណាដើរតាមភូមិគេស្អាតណាស់ពីដើមមិនដូចយើងដូចតែយើងសម័យសបាយគេសម័យនោះក៏គេសបាយដូចគ្នាដែរមិនដូចយើងគិតថានៅក្នុងព្រៃក្នុងដប់ទេអត់ទេណាបងប្អូនសបាយណាស់ឆ្មាល់ភូមិគេស្រុកគេអភិវឌ្ឍមានភូមិមានឃុំឃើញក្នុងចំនួនព្រះសម្មាសម្ពុទ្ធគេឲ្យទៅប្តឹងខ្ញុំថ្ងៃមុនខ្ញុំលើកពីវគ្គណែសេដ្ឋីម្នាក់នោះគឺវាដោយសារមីក្រូអត់លឺហើយក៏បិទចោលទៅភូមិវាសបាយណាស់គេដើររកស៊ីរកចុកមានទ្រព្យសម្បត្តិមានសេះមានអីគេប្រើប្រាស់សេះមានរទេសសេះទេអីទេសសេះស្អាតណាស់គេធ្វើប៉ុណ្ណឹងប្រជែងគ្នាបងប្អូនអើយដូចយើងសម័យនេះអញ្ចឹងមានអា Hammer Long Cruiser Lexus ស្អីណាលុយញ៉ែអីសពគ្រប់ដូច្នេះព្រះមហាមុគលានទៅបិណ្ឌបាតប្រាស់ដឹងដំបងទៅបិណ្ឌបាតជាបរដ្ឋឃើញគាត់តែឃើញភ្លាមកប់ជីបចោតេះឌីលនេះអានន្តរិយកម្មជីព្រះអង្គមហាមុគលានណាសមាទោមហាមុគលាននឹងគឺអហិង្សៈនឹងឯងឈ្មោះជាភាសាបាលីអហិង្សៈឬក៏មហាមុគលានណែមហាមុគលានទៅបិណ្ឌបាតហ្នឹងអហិង្សៈហ្នឹងនឹងមហាមុគលានតែមួយទេណាបងប្អូនហើយទៅបិណ្ឌបាតជាបរដ្ឋជីអានេះខ្ញុំលើកពីតាកតងដែលថាដែលយើងត្រូវធ្វើការអត់ធ្មត់ណាហើយតាកតងគ្នាមិនមែនខ្ញុំជំនាញព្រះពុទ្ធសាសនាទេណាបងប្អូនបាទជាមួយខ្ញុំជម្រាបជូនព្រះអង្គមហាមុគលានទៅបិណ្ឌបាតទៅមកព្រឹកហ្នឹងត្រូវបានគេជីវិចោបតិចបដាសាយយ៉ាងចាស់ដៃគេគប់រហូតដល់3ក្បាលហើយព្រះអង្គឈឺចុកចាប់ស្រែកយំទៅទូលព្រះសម្មាសម្ពុទ្ធទៅក្រាបថ្វាយបង្គំដល់ព្រះមហាកុណកតព្រះសម្មាសម្ពុទ្ធព្រះអង្គអើយព្រះអង្គទូលបង្គំខ្ញុំកណានៅតទៀតមិនបានទេគេគប់គេជីវិចោស្លាប់ឲ្យខ្ញុំមកព្រះអង្គញឹមព្រោះព្រះអង្គដឹងឧបនិស្ស័យរបស់ព្រះមហាមុគលានព្រះអង្គញឹមឲ្យមើលមុខព្រះមហាមុគលានបានព្រះអង្គងាកមកត្រង់ចេះមហាមុគលានតថាគតនឹងឲ្យព្រះអង្គទ្រាំទៅពីព្រោះព្រះអង្គទប់នឹងថ្មីអញ្ចឹងគេមិនទាន់ទទួលស្គាល់គេមិនទាន់ដឹងគេមិនទាន់យល់គេមិនអាចទទួលបានព្រះអង្គភ្លាមទេព្រះអង្គត្រូវតែទ្រាំទៅបន្តិចទៀតនឹងអស់ហើយជីហត់ទៅព្រះអង្គលែងឈឺលែងអីទៅគឺអស់ហើយលែងមានអ្នកណាជីលែងមានអ្នកណាគប់ទៀតហើយមែនបងដូច្នេះវគ្គឃ្លាកន្លែងហ្នឹងមានន័យថាព្រះអរហន្តត្រាស់ដឹងភ្លាមមិនទាន់បាត់ឈឺចាប់ទេណានៅជីគេនៅជីគេនៅឈឺបងប្អូនជីនៅគេជីគេគប់គេចោលគេដៀលនៅឈឺបងប្អូនហើយរត់ទូលព្រះសម្មាសម្ពុទ្ធថាព្រះអង្គអើយគេជីខ្ញុំកណាទ្រាំបានទេព្រះអង្គអើយបើនៅតទៀតគេជីគេគប់ស្លាប់ហើយព្រះអង្គអើយព្រះអង្គថាទ្រាំទៅមហាមុគលាន
តិចទៀតវាជីអស់ចិត្តលេងយើងលេងឈឺហើយលេងអីហើយណែគេលេងជីហើយមែនបងប្អូនដូច្នេះមកព្រឹកហ្នឹងស្មើនឹង50ឆ្នាំនៃអាយុកាលរបស់យើងសពថ្ងៃដូច្នេះបងប្អូនត្រូវប្រឹងប្រែងធ្វើទៅមិនងាយបានផលបងប្អូនត្រូវគិតទៅមហាមកលានថាតើព្រះអង្គទ្រាំអស់រយៈពេលប្រមាណអស់រយៈពេល50ឆ្នាំនៃអាយុសង្ខ័យរបស់យើងសពថ្ងៃហ្នឹងមកព្រឹកស្រុកព្រះអង្គស្រុកព្រះមកព្រឹកឯណាបងប្អូនស្មើនឹង50ឆ្នាំនៃអាយុកាលអាយុសង្ខ័យរបស់យើង50ឆ្នាំគឺពាក្យកណ្ដាលជីវិតហើយដូច្នេះបងប្អូនត្រូវតែតស៊ូខ្លួនឯងដើម្បីព្យាបាលជំងឺប្រភេទហ្នឹងគឺកាន់តែយូរទៅគឺកាន់តែវេទនាទៅគឺយើងមិនវេទនាទៅលើស្អីទេគឺវេទនាទៅលើមនោវិជ្ជាចិត្តនឹងឯងក្តៅបងប្អូនធ្លាប់ឃើញគេសម្លាប់ខ្លួនទេអាយុ60ហ្នឹងណាខ្ញុំលើកយកទៅឲ្យច្បាស់តែម្ដងបងប្អូនណាគឺជាគ្រូពេទ្យចិនមកពីទីក្រុងហុងកុងគ្រូពេទ្យបុរាណណាពេទ្យចិនគឺផ្នែកគេហៅស្អីហុងស៊ុយហុងសាំងស្អីកៅឆិនកៅឆាយមិនគេនោះមកបានប្រពន្ធខ្មែរអាយុ25ឆ្នាំហើយប្រច័ណ្ឌណាដោយសារអីគឺគាត់ត្រូវអំពើអប់ធ្មប់ហ្នឹងរហូតជួយចាប់ដូចជាខ្ញុំលើកមិញអញ្ចឹងឆ្លោះខឹងប្រពន្ធជីកូនខឹងប្តីជីកូនខឹងប្រពន្ធជីកូនទោះបីអាកូននោះប៊ីសងាប់ប៊ីសរស់ក៏មានដែរអញ្ចឹងណានេះហើយជាអំពើអប់ធ្មប់ដូច្នេះគ្រូពេទ្យចិនបែបបុរាណនោះបានធ្វើអត្តឃាតដោយចងកសម្រាប់ខ្លួននឹងចម្រឹងដែកនឹងឯងដោយសារទ្រាំទ្រននឹងផ្នែកអំពើអប់ធ្មប់ផ្លូវចិត្តនឹងមិនបានដូច្នេះការព្យាបាលនេះគឺដូចព្រះមហាមកលានមិញអញ្ចឹងបងប្អូនទ្រាំទៅហើយគឺធ្វើប្រឹងសង្ក្រមប្រឹងសមាធិប្រឹងបនេចរប្រឹងទប់ទល់បានទៅបងប្អូននឹងជាដាច់ស្រឡះបើមិនជាទេគឺបងប្អូនដូចជាមហាមកលានមហាទេវទត្តអញ្ចឹងបានត្រឹមតែមកជីមកតាមសម្រាប់ព្រះសម្មាសម្ពុទ្ធអត់បានអីទាំងអស់ហើយមួយទៀតគឺដូចជានាងចាញ់ចាចអញ្ចឹងបានតែត្រឹមតែអាយ៉ាមកវិញហើយដូច្នេះខ្ញុំចង់បញ្ចប់ឲ្យដោយសារយូរពេកអាចយើងដាច់ជាទូរស័ព្ទក៏ចិត្តអត់ថ្មដែរបងប្អូនហើយបងប្អូនបើសិនតែបងប្អូនទប់ទល់បានណាបងប្អូនដូចមហាមកលានអញ្ចឹងគឺមហាមកលានគឺជ្រះស្រឡះលេងខឹងលេងច្រឡោតហើយប្រជាជនបានទទួលស្គាល់ព្រះអង្គថាជាព្រះអរហន្តដែលមានអានុភាពផ្នែកអាចមើលឃើញនៅឋានរបស់ពពួកប្រេតដែលបាននិមិត្តកាយដូចជាមនុស្សយើងអញ្ចឹងខ្ញុំនឹងលើកយកភាសាទៀតនៅពេលដែលនៅពេលលើកក្រោយបងប្អូនគឺពពួកប្រេតដែលព្រះអង្គបានឃើញទៅប៉ុន្តែព្រះអង្គអត់សម្ដែងទេណាពីព្រោះព្រះអង្គព្រះអរហន្តមិនមែនដូចជាព្រះសម្មាសម្ពុទ្ធទេព្រះសម្ដែងទៅគេអត់ជឿទេហើយខ្ញុំជម្រាបជូនបងប្អូននេះគឺខ្ញុំជម្រាបជូនបងប្អូនជឿមិនជឿខ្ញុំអត់ដឹងទេណាប៉ុន្តែខ្ញុំគ្រាន់តែថាលើកពីអនុភាពរបស់ព្រះអរហន្តទាំងឡាយយកមកជម្រាបជូនបងប្អូនតែប៉ុណ្្នឹងឯងហើយបងប្អូនខ្ញុំជម្រាបជូននេះខ្ញុំមិនអត្តនោម័តថាបងប្អូនត្រូវតែធ្វើតាមខ្ញុំទេខ្ញុំគ្រាន់តែលើកជម្រាបជូនពីបញ្ហាវិជាពេទ្យបុរាណខ្មែរយើងបើសិនបងប្អូនធ្វើក៏ធ្វើទៅហីទៅអានេះជាការចែកម្លែករបស់ខ្ញុំជូនបងប្អូនតែប៉ុណ្ណេះឯងហើយតែបងប្អូនបើសិនតែបងប្អូនអាចធ្វើបានណាបងប្អូនជាទៅគឺមានភាពស្រឡះគឺដូចឃើញពិភពលោកមួយថ្មីចឹងខួរក្បាលគឺស្រឡះដូចជាពពួកព្រះអរហន្តទាំង3ហ្នឹងគឺតែងតែជីបញ្ចជីបញ្ជន់ប្រពន្ធកូនរៀងរាល់ខែមួយខែ2 3 ដងទាស់តែងគ្នាតបតាគ្នាខឹងប្តីដល់ពេលទៅព្យាបាលតាមបែបពុទ្ធសាសនាបែបយើងព្យាបាលតាមពីរផ្នែកណាពីដើមគេព្យាបាលតែទ្រឹស្ដីទេហើយយើងសប្ងៃវាយើងប្រើតែទាំងទ្រឹស្ដីនិងប្រើយន្តនឹងមន្តអាគមនេះឯងមិនមែនធ្លាប់មិនប្រើទេគឺប្រើតាំងពីជំនាន់ព្រះបាទជ័យវរ្ម័នទី7មកគឺប្រហែលជា1000ឆ្នាំហើយដូច្នេះគឺត្រូវតែតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើអាបធ្មប់ទាំងនេះដើម្បីព្យាបាលទៅបើសិនតែបងប្អូនព្យាបាលជាគុំថាឡើយការងារបងប្អូនធ្វើសប្ងៃថ
ថែម2ដងទៀតក៏បងប្អូននៅតបទល់រួចដែរពីព្រោះការងារនឹងគឺបងប្អូនព្យាបាលជាទៅគឺជ្រះស្រឡះអត់មានមីងមៀងតបប្រមល់ខ្ញុំឃើញបងប្អូនភាកច្រើនចិនណានោះទៅភ្នំឧដុង្គទៅសមាធិចឹងអត់មានប្រយោជន៍ប៉ុន្មានទេប្រយោជន៍វាមានតិចប៉ុន្តែបើបងប្អូនបនេចរវិញណាធានាមិនធានាចរមួយឆ្នាំ2ឆ្នាំបានផលដូចយើងខ្ញុំលើកមិញអញ្ចឹងមិនមែនដូចព្រាមហាមកលៀនមកព្រឹក50ឆ្នាំយើងត្រូវតែតស៊ូទោះបីជាមួយឆ្នាំក៏ដោយ2ឆ្នាំក៏ដោយ3ឆ្នាំក៏ដោយយើងតស៊ូបនេចរដោយខ្លួនយើងសមាធិបន្ថែមបនេចរចង្ក្រមគឺត្រូវតែធ្វើទៅគឺជាដាច់គុំថាឡើយបងប្អូនរោងចក្រប៉ុណ្ណឹងរោងចក្រ10ទៀតក៏បងប្អូននៅតែគ្រប់គ្រងបានដែរសិនតែព្យាបាលជានេះខ្ញុំចង់លើកជាវាកន្លែងនឹងឯងដូច្នេះបងប្អូនត្រូវតែរកគ្រូដែលមានការទំនុកទុកចិត្តបំផុតបើសិនជាមនុស្សប្រុសអត់អីទេណាបើសិនជាស្រីអាយុវ័យជាង20ឆ្នាំអីទៅប្រយ័ត្នប្រយែងទៅត្រូវស្នេហ៍របស់គ្រូនោះគឺជាប្រយ័ត្នគ្រូបញ្ចុះអឋានឲ្យបើអឋានទីនេះគឺមិនមែនជាអឋានពិតប្រាកដទេណាគឺអឋានបៀតបៀនគេភេទដូច្នេះហើយបងប្អូនត្រូវតែរកគ្រូដែលទុកចិត្តកុំឲ្យគ្រូដាក់ស្នេហ៍បងប្អូនទៅដើម្បីលៀបសក្ការៈគ្រូបានទំនើបបានអីហ្នឹងណាដូច្នេះហើយក៏សូមអរគុណសូមជម្រាបលាបងប្អូនដោយសារតែការជម្រាបជូននេះមិនមែនខ្ញុំបានសរសេរទៅតាមដំណើរដើមតងដើម្បីឲ្យជម្រាបជូនឲ្យអស់នៃសេចក្តីទេពីព្រោះវាអត់មានពេលទេបងប្អូនជម្រាបជូនខ្លីតែប៉ុណ្ណេះឯងប្រសិនតែមានការខ្វះចន្លោះកន្លែងណាមួយគឺបងប្អូនត្រូវសូមអធិស្ឋានអភ័យទោសពីបងប្អូនទាំងអស់សូមអរគុណសូមជម្រាបលាបងប្អូនបាយជម្រាបលាខ្លី